បើថាបានធ្វើញ៉ាំអូយមុខម្ហូបមួយមុខនេះចុះបាយខ្លាំងមែនតើហ្មងបាយប្រហែលចានក៏ថាអស់ដែរហើយឥឡូវនេះគឺយើងមកមើលគ្រឿងផ្សំយើងមានអីគេខ្លះអញ្ចឹងគឺគ្រឿងផ្សំងាយស្រួលរកបងប្អូនគឺងាយមានសាច់ជ្រូក3ជាន់អញ្ចឹងមកគឺយើងយកមកថាហាន់វាដុំតូចៗចែកយើងបាញ់ច្រាំវិញច្រាំយូរដល់ពេលសម័យឥឡូវហ្នឹងគេទំនើបទេយើងគាត់ថាកិនណាហើយកិននេះយើងដាក់ខ្ទឹមសខ្ញីហើយយើងមានបន្ថែមគល់ខ្ទឹមបងប្អូនដើម្បីឲ្យសាច់របស់យើងហ្នឹងកាន់តែឈ្ងុយហើយកាន់តែចូលជាតិអញ្ចឹងហើយយើងដាក់ជាមួយនឹងពងទាប្រៃ3គ្រាប់យើងមានបន្ថែមប្រហុកចូលបន្តិចដែរឲ្យថាកាន់តែឈ្ងុយហើយយើងថាចាប់រសជាតិគេឆ្ងាញ់អញ្ចឹងហើយនេះគឺខ្ញុំមកហាន់ការ៉ុតទុកដាក់ចូលដែរបងប្អូនមានការ៉ុតមានត្រចៀកកដោហើយយើងមានបន្ថែមផ្សិតម្ជុលមកបងប្អូនហើយខ្ទឹមប្រាំងយើងកុំចោលយើងដាក់ដែរខ្ទឹមប្រាំងហ្នឹងហើយយើងដាក់គ្រឿងទាំងអស់នេះដើម្បីយើងបានហាន់ហើយដាក់ចូលអស់មកយើងក៏លុកមួយគ្នាបើថាយើងញ៉ាំទៅមានសាច់មានបន្លែមានអីវាថាកាន់តែឆ្ងាញ់ត្រាប់ពួកយើងក៏យើងដាក់ដែរបងប្អូនហើយអានេះគឺខ្ញុំបន្ថែមខ្ទឹមសពីខាងក្រៅបន្ថែមចូលទៅថែមទៀតឲ្យថាបើយើងកាន់តែឈ្ងុយហើយយើងបន្ថែមស្ករប៊ីចេងអំបិលទឹកត្រីអីតាមហ្នឹងបងប្អូនយកមកល្មមកុំឲ្យប្រៃពេកដោយសារតែយើងមានពងទាប្រៃហើយស្រាប់ទៅអញ្ចឹងខ្លាចវាប្រៃអញ្ចឹងបងប្អូនដាក់គ្រឿងប៉ុណ្ណឹងមកគឺយើងយកវាយកទៅចំហុយបានហើយបងប្អូនពេលវាចិត្តហ្នឹងយើងបន្ថែមជាមួយនឹងពងទាតែយកទៅផ្នែកក្រហមណាបើសិនជាវាអត់សូវក្រហមទេបងប្អូនអាចបន្ថែមជាមួយនឹងកបការីបានហើយឥឡូវនេះយើងគ្របទុកវាចោលមកហើយមកមើលចានយើងវិញបងប្អូនឲ្យច្រើនមែនតើហើយខ្ញុំមកលាងចានជាមួយនឹងសាប៊ូលាងចានសាន់ឡៃហ្នឹងតែអ្នកណាគេខ្លះដែលគាត់មានជាមួយនឹងសាប៊ូសាន់ឡៃខ្ញុំ top fan ហ្មងបងប្អូននិយាយទៅសាន់ឡៃនេះគឺថាជួយលាងចម្រះខ្លាញ់លឿនជាង10ដងរូបមន្តធម្មជាតិ 100% ពីអំបិលរ៉ែបងប្អូនហើយនឹងប្រទាលកតុយកពើថែមទៀតហើយសាន់ឡៃនេះគឺជាម៉ាកផលិតផលលំដាប់ពិភពលោកប្រកបដោយទំនុកចិត្តរបស់ក្រុមហ៊ុន Unilever ចក្រភពអង់គ្លេសដែលត្រូវបានបង្កើតឡើងនៅក្នុងចក្រភពអង់គ្លេសតាំងពីឆ្នាំ1884នោះសាន់ឡៃមាននៅក្នុងប្រទេសជាច្រើនហើយក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងជាង20ឆ្នាំហើយដែរផលិតផលនឹងនាំចូលពីប្រទេសវៀតណាមសម្រាប់ទីផ្សារកម្ពុជាយើងជាមួយនឹងការបដិញ្ញាផ្ដល់នៅផលិតផលប្រកបដោយគុណភាពខ្ពស់ស្តង់ដារអន្តរជាតិនិងសុវត្ថិភាពនៅគ្រប់ទីផ្សារទាំងអស់ក្នុងពិភពលោកហើយឥឡូវនេះគឺបានលាងសម្អាតចានរបស់យើងស្អាតអស់ហើយយើងមកមើលមុខម្ហូបរបស់យើងវិញក៏បានរួចរាល់ដែរបងប្អូនពណ៌ល្អមែនទែនគាត់ថាម្ដុំនេះឃើញពងទាប្រៃចេញមកតំណងញ៉ាំមកបងប្អូនបានតែផ្ទាប់ជាមួយនឹងវាថាបន្លែអញ្ចឹងដាក់ជាមួយនឹងបាយតិចៗមកនិយាយពីថារសជាតិវាថាឆ្ងាញ់មែនទែនមកហ្មងអានេះគឺជាថាមុខម្ហូបមួយដែលថាចោះបាយបងប្អូនបានញ៉ាំបើថាជុំគ្នាវាថាយើងចាប់តែញ៉ាំវាថាក្រោមដើមឈើអីផ្សេងខ្ញុំដឹងថាចាប់តែដើមគ្នាវាថាដឹងថាមិនឈ្នះហ្មងនិយាយទៅមុខម្ហូបនេះគឺថាឆ្ងាញ់បងប្អូនញ៉ាំបាយថ្ងៃត្រង់អីក៏ថាត្រូវយើងញ៉ាំទៅវាថាមុខម្ហូបពេលល្ងាចអីក៏ថាកាន់តែត្រូវថែមទៀតបានមកទេហល់តិចអីអូកាន់តែឆ្ងាញ់បងប្អូនអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាយទៅសៀមរាបលើកណាក៏ដែរចោលរំលងមុខម្ហូបមួយមុខនេះដែរបើថាបានញ៉ាំជុំគ្នាវិញហ្នឹងនិយាយថាពីឆ្ងាញ់បងប្អូនហើយថ្ងៃនេះគឺខ្ញុំមកប្រាប់ពីរបៀបថាធ្វើងាយយ៉ាងម៉េចឲ្យថាមានរសជាតិឆ្ងាញ់ហើយយើងអាចធ្វើញ៉ាំបានខ្លួនឯងនៅផ្ទះបានអញ្ចឹងបងប្អូនអញ្ចឹងយើងមានគ្រឿងគល់ក្រៃម្ដេចលក្ខូចសោចខ្ញីគល់ខ្ទឹមអីហ្នឹងបងប្អូនយើងយកវាហ្នឹងយកមកលីងឲ្យថាឲ្យស្ងួតឲ្យឡើងឈ្ងុយអញ្ចឹងមកយើងងាយស្រួលបុកហើយដល់ពេលដែលយើងបុកចូលគ្នាជាមួយនឹងក្រងទៅវាថាកាន់តែឈ្ងុយថែមទៀតហើយក្រងនេះក៏យើងថាយើងយកវាមកលីងបងប្អូនលីងរហូតដល់ថាដាច់ទឹកឲ្យវាឆ្អិនបែបនេះមកពេលដែលយើងបុកហ្នឹងទៅវាមានថាសភាពស្ងួតយើងស្រួលញ៉ាំមែនតើបងប្អូនវាមានទឹកអញ្ចឹងណាបងប្អូនអញ្ចឹងទៅយើងយកវានេះយកមកបុកមកគ្រឿងរបស់យើងនេះយើងបុករហូតដល់ថាដល់ម៉ត់បែបនេះអញ្ចឹងណាបងប្អូនគាត់ថាបុកភ្លាមគាត់ថាឈ្ងុយមែនតើហើយប្រហុករបស់យើងនេះយើងជ្រើសរើសជាប្រភេទប្រហុកសាច់អញ្ចឹងយើងយកវានេះយកទៅលាងទឹកឲ្យស្អាតអស់ជាតិប្រៃអញ្ចឹងមកយើងសល់ប្រៃតិចទេបងប្អូនអញ្ចឹងយើងយកវាមកបុកលាយចូលគ្នាជាមួយនឹងក្រងបុកឲ្យថាដល់ម៉ត់ណាហើយយើងលាយគ្រឿងស្ករបន្តិចប៊ីចេងបន្តិចហើយយើងដាក់ជាមួយនឹងស្ករត្នោតយើងមានបន្ថែមស្ករត្នោតយើងមានបន្ថែមម្ទេសហុយក្រៅដែរហើយទឹកត្រីយើងដាក់តែបន្តិចយកឈ្ងុយពេកព្រោះដោយសារតែប្រហុករបស់យើងនឹងប្រៃតិចហើយដល់ពេលយើងភ្លក់អញ្ចឹងទៅបើសិនជាវាខ្វះអីយើងថែមក្រូចឆ្មាថែមអីមកអញ្ចឹងមកគឺវាឆ្ងាញ់ល្មមទេបងប្អូនហើយបន្លែនេះបងប្អូនដាក់ឲ្យគ្រប់មុខអញ្ចឹងបងប្អូនមានតាំងពីចេកខ្ចីមានពពាយអីហ្នឹងហើយនេះបងប្អូនខ្ញុំរៀបបងប្អូនយើងដាក់កញ្ចែងយើងធ្លាប់ជាមួយនឹងស្លឹកចេកបានថាចូលអារម្មណ៍គ្នាដូចថាយើងបានញ៉ាំនៅសៀមរាបពិតអញ្ចឹងបងប្អូនហើយខ្ញុំមានដាក់កញ្ចែងមួយនេះសម្រាប់ដាក់មាន់បងប្អូនយើងធ្លាប់ជាមួយនឹងស្លឹកឈូកអីហ្នឹងឯងស្លឹកឈូកដាក់ស្លឹកឈូកមានស្លឹកចេកអីរៀបបន្លែរៀបអីមកប៉ុណ្ណឹងមកហើយបាត់ទៅនៅបងប្អូនហើយវាថាប្រហុកក្រងរបស់យើងថាឈ្ងុយខ្លាំងមែនតើមកហ្មងហើយមានបន្លែសពមុខតែអញ្ចឹងបងប្អូនញ៉ាំបើថាបានញ៉ាំតែជុំគ្នាអូយឆ្ងាញ់យកទៅណាស់អស់ហើយមាន់ហ្នឹងខ្ញុំបានធ្វើបងប្អូនខ្ញុំទិញក្រៅមួយតែ20000យកមកដាក់ញ៉ាំជាមួយនឹងប្រហុកក្រងរបស់យើងដែលថាបានធ្វើខ្លួនឯងហ្នឹងហើយនេះជាមុខម្ហូបមួយដែលថាខ្ញុំចូលចិត្តញ៉ាំមែនតើបងប្អូនទៅសៀមរាបលើកណាក៏ថាមិនដែលចោលទេមុខម្ហូបប្រហុកក្រងជាមួយនឹងមាន់អាំងហ្នឹងបើថាបានអត់បានញ៉ាំដូចមានអារម្មណ៍ថាខ្លួនឯងខ្វះអីមួយយ៉ាងអញ្ចឹងហើយនេះមួយទៀតបងប្អូនគឺជាបេះដូងមាន់កោះមាន់ហើយថ្លើមមាន់អីហ្នឹងអូយអាហ្នឹងបងប្អូនពេញនិយមមែនតើទៅសៀមរាបលើកណាក៏ថាគ្រប់តោគេមានលក់សឹងទាំងអស់អញ្ចឹងយើងញ៉ាំទៅវាថាចូលមួយប្រហុកក្រងហ្នឹងដាក់ជ្រលក់មួយគ្នាឆ្ងាញ់មែនតើហ្មងជាពិសេសអាបន្លែអីហ្នឹងញ៉ាំចំថ្ងៃត្រង់បងប្អូនហើយអាពេលក៏ថាដើរលេងប្រាសាទអីក៏ថាហត់អីហ្នឹងដាក់មកគឺថាត្រូវមែនតើហើយមាន់បងប្អូនចូលចិត្តញ៉ាំកន្លែងផ្នែកណាជាងគេសម្រាប់ខ្ញុំវិញគឺកន្លែងផ្នែកដែលសំខាន់ហ្នឹងគឺកន្លែងផ្លូវហ្នឹងឯងបងប្អូនហើយដល់ថាញ៉ាំជុំគ្នាហ្នឹងគឺម្នាក់ផ្នែកចេះសឡឹងជាងគេហ្នឹងគឺផ្លូវឯមកហ្នឹងគឺថាដឹងឲ្យបេះផ្លូវមកមុនគេព្រោះកន្លែងមាន់ទាំងអស់ហ្នឹងគឺផ្លូវហ្នឹងឯងដែលថាសំខាន់ដែលថាមានតម្លៃជាងគេអញ្ចឹងបើថាតដើមមិនឆ្នះគេគឺអត់ទេបងប្អូនអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាយយើងមកញ៉ាំប្រហិតភ្នំភ្លើងបងប្អូនប្រហិតរបស់យើងហ្នឹងគឺមានច្រើនខ្លាំងមែនតើហ្មងអានេះគឺយើងដាក់ជាមួយនឹងទឹកជ្រលក់បែបថាហល់អូយបងប្អូនអើយញ៉ាំមកហល់ឆ្ងាញ់មែនតើទឹកជ្រលក់ក្តៅ
nhằm một lá bao nhiêu mình phải sợ chi bằng tiêu câu nó chứ anh mỏng Ồ.